ផ្អើលបាងកកក្រោយរកឃើញក្របបែកដៃក្នុងគំនរសម្រាមបោះអាក្រាតការលួចលាក់ទុកអាវុធខុសច្បាប់ករណីភ្ញាក់ផ្អើលថ្មីមួយទៀតបានកើតឡើងនៅកណ្ដាលទីក្រុងបាងកកកាលពីព្រឹកថ្ងៃទី2ខែមិថុនាបន្ទាប់ពីកម្មករប្រមូលសម្រាមបានប្រទះឃើញក្របបែកដៃមួយគ្រាប់ធ្លាក់លាយឡំជាមួយគំនរសម្រាមនៅមុខធនាគារមួយកន្លែងក្នុងតំបន់បាងខុននុនទោះបីជាកម្លាំងជំនាញបោះសម្អាតគ្រឿងផ្ទុះបានមកដល់និងទប់ស្កាត់គ្រោះថ្នាក់ទាន់ពេលវេលាក៏ដោយប៉ុន្តែព្រឹត្តិការណ៍នេះបានបង្កជាសំណួរនិងការរិះគន់យ៉ាងខ្លាំងជុំវិញសុវត្ថិភាពសាធារណៈនៅក្នុងប្រទេសថៃហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល 7:30 នាទីព្រឹកនៅពេលដែលកម្មករប្រមូលសម្រាមកំពុងរៀបចំប្រមូលនិងបែងចែកសម្រាមតាមទម្លាប់ប្រចាំថ្ងៃយោងតាមប្រភពព័ត៌មានក្នុងស្រុកថៃបានឲ្យដឹងថាគ្រាប់បែកដៃដែលគេរកឃើញនោះជាប្រភេទ MK2 ដោយសមត្ថកិច្ចបានប្រើពេលរហូតដល់ម៉ោង 9 ព្រឹកទើបអាចគ្រប់គ្រងស្ថានភាពនិងធានាសុវត្ថិភាពនៅតំបន់នោះទាំងស្រុងសមត្ថកិច្ចថៃបានដាក់ការសង្ស័យបឋមថាគ្រាប់បែកដៃនេះប្រហែលជាត្រូវបានម្ចាស់របស់វាបោះចោលដើម្បីគេចវេសពីការតាមរកនិងការដាក់ទោសទណ្ឌនៅក្នុងការកាន់កាប់អាវុធខុសច្បាប់នេះមិនមែនជាលើកទី1ទេដែលអាវុធនិងគ្រឿងផ្ទុះត្រូវបានគេយកមកបោះចោលនៅតាមទីសាធារណៈដូចជាសម្រាមកាលពីឆ្នាំមុនករណីស្រដៀងគ្នានេះបានកើតឡើងនៅក្នុងស្រុកហ៊ីនឡាក់ហ្វៃនៅក្នុងក្រុងហួហ៊ីនផងដែរដោយគេបានរកឃើញគ្រឿងផ្ទុះជាច្រើនគ្រាប់នៅក្នុងគំនរសម្រាមក្បែរផ្លូវអ្វីដែលគួរឲ្យកត់សម្គាល់និងរងការរិះគន់នោះគឺលទ្ធផលនៃការស៊ើបអង្កេតកាលពីឆ្នាំមុនមិនត្រូវបានសមត្ថកិច្ចប្រកាសជាសាធារណៈឲ្យប្រជាពលរដ្ឋដឹងទាល់តែសោះដែលនេះបង្ហាញពីភាពមិនតម្លាភាពនៅក្នុងការដោះស្រាយបញ្ហាការរកឃើញគ្រឿងផ្ទុះញឹកញាប់ពេកនៅតាមទីសាធារណៈបាននឹងកំពុងយាយីដល់ទំនុកចិត្តលើប្រព័ន្ធសន្តិសុខរបស់ថៃយ៉ាងធ្ងន់ធ្ងរជាពិសេសចំពោះវិស័យទេសចរដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិកាលពីឆ្នាំមុននៅខេត្តភូកេតដែលជាតំបន់ទេសចរដ៏ល្បីល្បាញសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ6នាក់បន្ទាប់ពីរកឃើញគ្រឿងផ្ទុះនៅទីតាំងសំខាន់ៗរហូតដល់ទៅ4កន្លែងរួមមានអាកាសយានដ្ឋានអន្តរជាតិភូកេតឆ្នេរសមុទ្រព្រំថេតប៉ាតងនិងឆ្នេរស៊ូរីនទោះបីជាកងទ័ពជើងគោកថៃអះអាងថាផែនការនេះគ្រាន់តែធ្វើឡើងក្នុងគោលបំណងបង្កើតភាពភ័យខ្លាចដល់ពលរដ្ឋនិងអ្នកទេសចរជាជាងបំណងសម្លាប់មនុស្សក៏ដោយប៉ុន្តែវានៅតែជាសញ្ញាអាសន្នមួយបង្ហាញថាអាវុធនិងគ្រឿងផ្ទុះអាចនឹងត្រូវបានយកមកប្រើប្រាស់នៅចរាចរណ៍យ៉ាងងាយស្រួលបច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុដើម្បីតាមស្វែងរកជនល្មើសទោះជាយ៉ាងណាជោគវាសនាសុវត្ថិភាពរបស់សាធារណជនមិនគួរពឹងផ្អែកលើសំណាងឬការប្រទះឃើញរបស់កម្មករប្រមូលសម្រាមនោះទេមហាជនកំពុងរងចាំមើលថាតើរដ្ឋាភិបាលនិងសមត្ថកិច្ចថៃមានវិធានការក្តៅកម្រិតណានៅក្នុងការលុបបំបាត់ការជួញដូរនិងការកាន់កាប់អាវុធខុសច្បាប់ទាំងនេះឬត្រូវបន្តចេញផ្សាយព័ត៌មានរកឃើញគ្រាប់បែកបែបនេះជាបន្តបន្ទាប់ទៀតត្រយងនាំសារពិតគ្រប់ទីកន្លែង